នៅពេលអាយុកាន់តែច្រើនបែរជាមានអារម្មណ៍ថាជីវិតកាន់តែត្រូវការភាពស្ងប់ស្ងាត់កាន់តែចេះដាក់ខ្លួនកាន់តែមិនចង់បកស្រាយនៅរឿងដែលគ្មានប្រយោជន៍កាន់តែលែងចង់ឈ្នះចង់ចាញ់ជាមួយនរណាម្នាក់សូមត្រឹមរស់នៅជាមួយនឹងជីវិតដែលមានសេចក្តីសុខមិនចង់ឲ្យនរណាបំពានហើយក៏មិនត្រូវការខ្សែលើចំពោះជីវិតនរណាម្នាក់រស់នៅជាមួយសមត្ថភាពខ្លួនឯងរកលុយមើលថែសុខភាពបង្កើតសុភមង្គលគ្រួសារតូចមួយក៏គ្រប់គ្រាន់នៅពេលអាយុកាន់តែច្រើនបែរជាមានអារម្មណ៍ថាជីវិតកាន់តែត្រូវការភាពស្ងប់ស្ងាត់កាន់តែចេះដាក់ខ្លួនកាន់តែមិនចង់បកស្រាយនៅរឿងដែលគ្មានប្រយោជន៍កាន់តែលែងចង់ឈ្នះចង់ចាញ់ជាមួយនរណាម្នាក់សូមត្រឹមរស់នៅជាមួយនឹងជីវិតដែលមានសេចក្តីសុខមិនចង់ឲ្យនរណាបំពានហើយក៏មិនត្រូវការខ្សែលើចំពោះជីវិតនរណាម្នាក់រស់នៅជាមួយសមត្ថភាពខ្លួនឯងរកលុយមើលថែសុខភាពបង្កើតសុភមង្គលគ្រួសារតូចមួយក៏គ្រប់គ្រាន់នៅពេលអាយុកាន់តែច្រើនបែរជាមានអារម្មណ៍ថាជីវិតកាន់តែត្រូវការភាពស្ងប់ស្ងាត់កាន់តែចេះដាក់ខ្លួនកាន់តែមិនចង់បកស្រាយនៅរឿងដែលគ្មានប្រយោជន៍កាន់តែលែងចង់ឈ្នះចង់ចាញ់ជាមួយនរណាម្នាក់សូមត្រឹមរស់នៅជាមួយនឹងជីវិតដែលមានសេចក្តីសុខមិនចង់ឲ្យនរណាបំពានហើយក៏មិនត្រូវការខ្សែលើចំពោះជីវិតនរណាម្នាក់រស់នៅជាមួយសមត្ថភាពខ្លួនឯងរកលុយមើលថែសុខភាពបង្កើតសុភមង្គលគ្រួសារតូចមួយក៏គ្រប់គ្រាន់នៅពេលអាយុកាន់តែច្រើន